តែឥឡូវយើងមកធ្វើការលាយដីដើម្បីដាក់ដាំត្រសក់ណានេះវាមានដីហើយនេះគឺពពួកចម្បាំងជាមួយនឹងចំណីរបស់សត្វគោហើយយើងមានជាសកៃដូងវាមានជាខ្ជូងកាមហើយនឹងលាមករបស់សត្វមាន់ណាអញ្ចឹងយើងដាក់លាយ3មុតនឹងបញ្ចូលគ្នាទៅយើងលាយដីរបស់យើងចឹងយើងលាយប៉ុណ្ណឹងសិនយើងច្បល់វាចូលគ្នាសពណានេះកូនប្រូកូលីឃើញទេនេះ1ដើម2ដើម3ដើម4ដើមអញ្ចឹងយើងរៀបចំដាំកូនប្រូកូលីនេះណាអូខេចាំដាំធ្វើការលាយដីដល់គ្នាច្រកដីនេះអូច្រកដីនេះមកហើយឆ្កឹះកូនប្រូកូលីទី2ម្ដងអូខេណាប្រូកូលីយើងដាំយើងអត់សកត់វាទេដាំវាមកប៉ុណ្ណេះមកបានអូខេមួយទៀតមកប្រូកូលីទី3នេះប៉ុន្តែវាអត់សូវស្អាតទី3នេះទីដាំនេះស្អាតអូនេះវា4ដើម5ដើមមកកណ្ដោះដើមនេះស្អាតដែរនេះគេហៅប្រូកូលីនេះជាប្រភេទសាឡាត់ដែរប៉ុន្តែយើងអាចញ៉ាំវាឆ្អិនក៏បានឆៅក៏បានបើថាឆ្អិនគឺរសជាតិឆ្ងាញ់គឺពិសេសគឺយើងដាក់ក្នុងស៊ុបឆ្ងាញ់ណាប្រូកូលីនេះមានជាតិផ្អែមហើយវាមានជាតិស្រួយតិចវាអត់ស្វិតទេអានេះមកឆ្ងាញ់អូខេយើងបាន3ដើមហ្នឹងសិន1 2 3នេះការផ្សេងទៀតចាំមកយើងកាត់ដីនេះដាក់ចូលនៅក្នុងខែរបស់យើងកាត់ដីនេះដីនេះចូលទៅដាក់ប្រសក់ហើយឥឡូវយើងដើរទៅកន្លែងដាំទឹកសក់ទាំងអស់គ្នាអូខេរួចនេះដើមមានអាយ៉ាមកពីណាគីអូខេដើមក្រូចខ្លងបើទេលើដល់កន្លែងដាំទឹកសក់ហើយយើងយកទឹកសក់នេះចឹងយើងយកទឹកសក់នេះដាក់ដាំក្នុងខើរបស់យើងមកធ្វើការជីទឹកសក់ដាក់ដាំដាក់ពីញឹកល្អធ្វើការយូរសិនកោះវាដាក់ដាំចាមកពីតាមបាន
trên vườn ăn đang ban bạn đào lắm. Còn mà đang tiết đấy, còn mà đang tiết đã mang đầy đáy trên phần cọc đấy. Thì đám cái lời dùng đầm đang bị bấy không vô giờ đi. Chọn đoạn kia ơi.